សម្រាប់ភរិយាវិញក៏គប្បីសង្គ្រោះដល់ស្វាមីរបស់ខ្លួនយើងដោយស្ថាន5យ៉ាងដែរទី1ត្រូវធ្វើម្ហូបអាហារបាយទឹកនំចំណីជាគ្រឿងបរិភោគកំចាត់សេចក្តីស្រេកឃ្លាននោះហើយនឹងទ្រទ្រង់អត្តភាពជីវិតរាងកាយឲ្យប្រព្រឹត្តទៅបាននោះឲ្យទៀងទាត់ពេលវេលាទន្លើបគ្រួសារយើងបរិភោគម៉ោងណាដល់ពេលវេលាត្រូវឲ្យឆ្អិនមិននិយាយយើងមិនទាន់ឃ្លានយើងមិនទៅដាំទៅស្លអីហ្នឹងទេព្រោះអាហ្នឹងជាកិរិយាដែលសង្គ្រោះសេចក្តីស្រេកឃ្លានរបស់ប្តីដែលទៅធ្វើការងារទៅព្រោះឃ្លានអាហារមកដល់ផ្ទះត្រូវមានម្ហូបអាហារឆ្អិនបរិភោគនោះឲ្យគោរពម៉ោងពេលយ៉ាងឲ្យច្បាស់លាស់ពីព្រោះគ្រួសារខ្លះភរិយាបណ្ដែតបណ្ដោយមិនយកចិត្តទុកដាក់នឹងធ្វើម្ហូបអាហារឲ្យទៀងទាត់ពេលវេលាប្តីត្រឡប់មកវិធីការវិញឃ្លានអាហារទៅបើកឆ្នាំងបាយអត់ទាន់មានអីអើតចង្ក្រានមិនទាន់មានភ្លើងផងសេចរោគឃ្លានហ្នឹងសេចក្តីស្រេកឃ្លានជារោគធំណាស់សម្រាប់មនុស្សគ្រប់តែគ្នាខ្ញុំញាតចង់ដឹងអត់អាហារឲ្យតែឃ្លាននោះអត់សូវសប្បាយចិត្តទេមិនសូវសប្បាយចិត្តរីករាយទេដល់អញ្ចឹងសួរប្រពន្ធយកធ្វើអីស្មានដែរហើយមិនទាន់ឃើញបង្កាត់ភ្លើងដាំបាយអីប្រពន្ធឆ្លើយទៅមិនសូវសមរម្យផងសម្ដីបែបរឹងផងតែជែកចោលជាដើមឆ្លោះគ្នាផ្ទះគ្នាឈាមច្រមុះក៏មានដែរហើយជាងការរហូតដល់ទៅឆ្លោះទើសតេងបាក់មេឃដល់ហែកធៀងលេងលៀកនេះដោយសារប្រពន្ធមិនគោរពពេលម៉ោងវេលាម្ហូបអាហារនឹងឯងបានព្រះអង្គថាត្រូវទៀងទាត់ចំពោះម្ហូបអាហារនឹងឲ្យទៀងទាត់ពេលវេលាប៉ុន្តែយើងថាកំណត់ឲ្យទៀងទាត់ពេលវេលាលើកកឹកណាតែភរិយាមិនមានការងារក្រៅផ្ទះទេភរិយាជាម៉ែចង្ក្រានម៉ែឆ្នាំងនៅក្នុងផ្ទះហ្នឹងឯងអត់មានការងារក្រៅទេតែបើភរិយាមានការងារខាងក្រៅដែលអត់កំណត់បាននេះហ្នឹងมันអាចយកមកជាកំណត់បានយ៉ាងនៅស្រុកសហរដ្ឋអាមេរិកមានប្រពន្ធណានៅផ្ទះបានហ្នឹងតែព្រលឹមឡើងក៏ព្រមចេញពីផ្ទះអស់រីងបាទហ្នឹងយើងសម្រួលគ្នាទៅតែបានទេខទី1ហ្នឹងណាឬសង្គ្រោះទី2ចេះថែរក្សាទ្រព្យសម្បត្តិដែលប្តីរកបានហើយប្រគល់ឲ្យយើងនោះកបីចាយវាយឲ្យដឹងប្រមាណកុំឲ្យខ្ជិះខ្ជាយចាយខ្លាចមិនអស់នោះខ្ជិះខ្ជាយយើងត្រូវតែរក្សាផ្គត់ផ្គង់កុំឲ្យខ្ជិះខ្ជាយរៃមាយហើយច្បាប់លោកថាមនុស្ស4នាក់បដៅក្រណាលោកថាអ្នកបួសអេតក្រេតអ្នកបួសគ្មានគោរពធម៌វិន័យហ្នឹងចាស់អេតប្រព្រឹត្តខ្លួនចាស់ហើយមិនប្រព្រឹត្តតាមចាស់ទេមិនរសាសិលមិនប្រព្រឹត្តសន្សំកុសលធ្វើឲ្យផ្សេងតែចាស់ហើយនៅតែដើររំច្រៀងស៊ីប៉ោឡើយថាចាស់អេតប្រព្រឹត្តហ្នឹងខ្សត់ច្រើនប្រមាណមនុស្សដែលវាខ្សត់ក្រមកពីប្រហែសទ្វេមិនសូវធ្វើការងារឯនឹងលេងចោលអត់ឲ្យពេលទំនេរនឹងខ្សត់ប្រសេចក្តីប្រហែសទ្វេខ្សត់ច្រើនប្រមាណភរិយាភ័យផាយចាយវាយឥតខ្នាតនឹងចាយវាខ្ជិះខ្ជាយអត់សណ្ដាប់ធ្នាប់នៅផ្ទះបានធ្វើអីរែកនំ10មកទិញអញបរិភោគ10បន្តិចលោតមកក៏ទិញលោតបាញ់ឆាវនំបញ្ចុយនឹងចាយវាខ្ជិះខ្ជាយតែភរិយាភ័យផាយចាយវាឥតខ្នាតពពាលសតសាតបដៅក្របបាននេះនឹងបណ្ដាគឺយ៉ាប់បបាក់អាក្រក់បំផុតទី1អ្នកប៊ូសអេតក្រេតចាស់អេតប្រព្រឹត្តខ្សត់ច្រើនប្រមាថភរិយាភ័យផាយចាយវាយឥតខ្នាតពពាលសតសាតបដៅក្របបាននេះមនុស្ស5នាក់នេះមនុស្សចង្រៃមនុស្ស5នាក់ចង្រៃនៅតាណាចង្រៃតានឹងឯងអានេះបានថា
យើងជាមេផ្ទះតែរសាផ្ទះនឹងចាយវាផ្គត់ផ្គង់យើងដឹងស្រាប់ហើយមិនសម្រាប់រោមកតបរិភោគទេចាយវាខុសពីនោះច្រើនណាស់អានឹងយល់គ្រប់តែគ្នាហើយណាបើនឹងអាត្មាជំរាបអញ្ចឹងឲ្យដឹងថែរក្សាត្រឹមនោះបញ្ជនការផ្គត់ផ្គង់ពេកទៅវាទៅជារឿងមួយអាក្រក់ទៀតសំចៃពេកទៅជាកំណាញ់អារឿងកំណាញ់ក៏រឿងអត់ល្អមួយទៀតវាជ្រុលអានេះកុំកំណាញ់ពេកកុំខ្ជះខ្ជាយពេកកំណាញ់ពេកបន់ទៀនអីក៏មិនហ៊ានធ្វើបរិច្ចាគគេទេត្បិតត្បៀតអញ្ចឹងណាមកពីខ្វះបញ្ញាបានថាហ្នឹងអញ្ចឹងហើយក៏ត្រូវលីទៅកុំឲ្យវាខ្ជះខ្ជាយទូលាយពេកកុំឲ្យវាត្បិតអៀតកំណាញ់ពេកខុសទាំងអស់នេះទ្រព្យសម្បត្តិហ្នឹងតាមពុទ្ធសាសនាលោកឲ្យបែងជា4ណារកទ្រព្យសម្បត្តិភាគទី1ចិញ្ចឹមជីវិតរបស់ខ្លួនយើងភាគទី2ចិញ្ចឹមមេត្តាបិតាដោះបំណុលស៊ីប្រកិនភាគទី3បរិញ្ចឹមកូនទី4កប់ទុកគឺធ្វើទានធ្វើបុណ្យធ្វើកុសលលោកឲ្យបែងជា4អញ្ចឹងណាប្រពន្ធលោកពន្រៀបពុទ្ធសាសនាបង្រៀនគ្រប់ណានិយាយពីការថែរក្សាទ្រព្យរួចធៀបឧបមាថាយើងទៅផ្សារហាងគេលក់មាសលក់ពេជ្រទៅឃើញខ្សែដៃឃើញខ្សែកអីខ្សែឡាញ់ចង់បានពេញចិត្តត្រូវប្រាប់ប្តីសិនកុំតែឃើញទិញភ្លាមណាប្រាប់ប្តីថាខ្ញុំទៅផ្សារឃើញគ្រឿងអលង្ការមាសពេជ្រចង់បានស្រឡាញ់ចង់បានតែបើសម្រាប់ប្រុសខ្មែរជាទូទៅគឺមិនសូវខ្វល់ឲ្យតែប្រាប់ក៏ទិញអីក៏ទិញទៅធ្វើអីក៏ធ្វើទៅបើទុកចិត្តប្រពន្ធឲ្យកំណែខ្វល់អានឹងជារឿងពេជ្រសម្រាប់ប្រុសខ្មែរខ្ញុំបានថាយើងត្រូវគោរពបើសិនយើងមិនប្រាប់ទេថាមើលងាយប្តីហើយអត់ការគោរពទេនឹងនិយាយពីយើងចង់បានអីគ្រឿងអលង្ការតុបតែងប៉ុណ្ណឹងយកនិយាយថាកាត់ខ្លីៗយកយប់ណាស់ទៅហើយនោះសង្គ្រោះទី3ត្រូវថែរក្សាចិត្តរបស់ខ្លួនឲ្យស្មោះត្រឹមត្រង់នឹងស្វាមីរបស់ផងយើងដូចគ្នាទី3ហ្នឹងពេលមនុស្សប្រុសខិលខូចមានស្រីមានញីប្រពន្ធ2 3អីវានៅតែស្គួរសមទេសម្រាប់ប្រពៃណីខ្មែរតែសម្រាប់មនុស្សស្រីយើងនេះតែមានអិរិយាបថមិនល្អឲ្យគេរង្គីឬបើសិនជាផ្លិតរអិលទៅមែនគេថាមនុស្សចង្រៃស្រីចង្រៃប្រពន្ធចង្រៃណាអូអានឹងប្រាប់សម្រាប់ខ្មែរបណ្ណាអាត្មាគិតថាមិនតែខ្មែរទេជនជាតិបរទេសក៏ដូចតែគ្នាអញ្ចឹងដែរហើយបើខ្មែរគេប្រើភាសាអាក្រក់ណាគេថាស្រីកាកៃស្រីកងោកមាសស្រីចិត្តជើងស្រីភេទប្តីគេណែអូអាក្រក់ភាសាអាត្មាមនុស្សប្រុសក៏មិនឮគេនិយាយក៏មិនសប្បាយចិត្តធ្ងន់ពេកគេចង្រៃណាគេថាស្រីចង្រៃទៅតែរក្សាចិត្តឲ្យស្មោះត្រឹមត្រង់បើតាមពេញស្មោះត្រឹមត្រង់នេះណា3 4 10ឆ្នាំតែមិនទៅណាទៀតបើគាត់ថាបើតែវាតែប៉ុណ្ណឹងឯងរហូតអត់មានតែណាបែតែប៉ុន្តែថាបានណាអាត្មាទេសនាតែងតែប្រាប់ថានៅលើដៃក្រោមមេឃគ្មានអ្នកណាស្រឡាញ់យើងជាងម៉ែឪយើងទេណាម៉ែឪស្រឡាញ់យើងស្នេហានេះមិនចេះសាមមិនចេះរលាបមិនចេះខាស់មិនចេះទៅណាបាត់បង់ទេនៅមួយជីវិតគាត់នឹងពោពេញមេត្តាបិតាស្រឡាញ់កូនតែគូស្វាមីភរិយានេះស្រឡាញ់ស្នេហាគ្នាដែរអាត្មាថាដូចជាមិនទាន់ច្បាស់ទេណាអូអាត្មាប្រើពាក្យស្រឡាញ់គ្នាបណ្ដោះអាសន្នទេមិនបានថាអញ្ចឹងបើខ្លះកូន1កូន2ទើសគ្នាបាក់មេឃlạiទៀងចែកផ្លូវគ្នាហើយអាហ្នឹងណាបើហ្នឹងវាមិនទាន់ច្បាស់លាស់ទេអាត្មាប្រាប់តែអញ្ចឹង
ប៉ុន្តែឃើញឲ្យចាំឃើញអាយុ70ផ្លាយ80នៅតែដឹកដៃគ្នាមកនឹងច្បាស់ក៏កើតស្រឡាញ់គ្នាគូស្វាមីភរិយាកើតនោះយ៉ានឹងសង្គ្រោះទី3ហើយសង្គ្រោះទី4ត្រូវតាំងខ្លួនជាភរិយាជាស្ត្រីដែលមិនខ្ជិលច្រអូសពីព្រោះយើងជាមេផ្ទះថែរក្សាទ្រព្យសម្បត្តិទាំងអស់បើយើងខ្ជិលហើយរបស់ផ្ទះអន្តរាយទាំងអស់ណាព្រះអង្គប្រាប់ថាត្រូវតាំងខ្លួនជាភរិយាដែលឧស្សាហ៍ព្យាយាមមិនខ្ជិលច្រអូសធ្វើអ្វីធ្វើដោយយកចិត្តទុកដាក់ហ្មត់ចត់មិនខ្ជិះខ្ជាយអានឹងយ៉ាងលោកប្រាប់ណាទី4ទី5ត្រូវចេះទទួលបដិសន្ធារៈរិតិចំពោះញាតិទាំងពីរខាងឲ្យស្មើគ្នាញាតិខាងយើងគឺម៉ែយើងឪយើងបងប្អូនមីមាចដូនចតាយើងញាតិខាងប្តីគឺឪពុកក្មេកម៉ែក្មេកបងប្អូនសុំកុំភ្លេចប្តីក៏មនុស្សដូចតែយើងដែលភ្នែកក៏ឃើញតិចក៏លឺទាំងអស់គេឃើញគាត់ម៉ែឪយើងមកយើងរាក់ទាក់មិនបដិសន្ធារៈមិនដល់ខាងគេមកគេធ្វើមិនកុំភ្លេចខ្លួនបើយើងរាប់អានខាងយើងរាក់ទាក់ខាងយើងខ្លាំងក្លាជាទីបំផុតដល់ខាងប្តីមកយើងសើសើគេអន់ចិនណាវាអន់ចិននឹងនិយាយវាមិនបានទៀតតែទៅថាងឯងនេះរាប់អានរិទ្ធិតែម៉ែឪឯងទេម៉ែឪខ្ញុំមកលហើយតែថាអញ្ចឹងទៅគ្នាហើយនឹងតែថាអញ្ចឹងទៅគ្នាបើអញ្ចឹងប្តីអត់ថាកើតទេទុកតែក្នុងចិត្តសង្គមប្រពន្ធអញចិត្តអត់បានទេមិនស្មើគ្នាទេបុរាណគេថាលេបទុកអាលេបទុកនេះវាធ្ងន់វាតឹងជាងស្អីទៀតនៅហ្នឹងបុរាណគេថាហាទៅវាស្លាក់ខៀកទៅវាស្លែងស្ដោះទៅលើមេឃបើធ្លាក់មកលើទ្រូងឯងក៏ចំបែងអរ៉ាតែម្នាក់ឯងហ្នឹងឯងឃើញទេរឿងមិនចឹងចាំបើយើងរាក់ទាក់ឲ្យស្មើគ្នាប្តីឃើញនិយាយពីសบายចិត្តរីករាយទុកចិត្តទាំងប្រពន្ធអញឲ្យចិត្តគេស្មោះស្មើគេរាប់អានម៉ែឪសាច់ញាតិគេម៉ែខាងឯងក៏ដូចគ្នាអញរីករាយសบายដូចជាធ្វើឲ្យប្តីមានភក្តីភាពមកលើយើង100%ទៀតទុកចិត្តគ្មានរង្គៀសទេប៉ុន្តែជាកិរិយាសង្គ្រោះទី5របស់ភរិយាទៅកាន់ប្តីប៉ុណ្្នឹងឯងទាំងអស់នេះក៏កូនសោសុភមង្គលហើយណាបងអានឹងចឹងសុភមង្គលគឺនៅនឹងទេបានច្បាស់លើហើយសង្កហៈធ្វើទាំង5ម្នាក់នេះសិតតែជាតួកម្មគឺការងារទាំងអស់មិនបានស្រន់បានសេចក្តីសុខភាពក៏ទៅធ្វើ5ហ្នឹងឯងជាតួការងារកម្មហ្នឹងបានយើងសុភមង្គលសរីសុស្ដីកើតមានដល់យើងហ្នឹងនឹងសំជំរាបចែកច្បាស់លើសម្រាប់គូស្វាមីភរិយាគឺព្រះសម្មាសម្ពុទ្ធបានបង្រៀនប្តីឲ្យសង្គ្រោះប្រពន្ធបង្រៀនប្រពន្ធឲ្យសង្គ្រោះប្តីហើយបើយើងបានរៀនហ្នឹងមិនបាច់ចាំអ្នកណាទៀមទាពីណានាទេព្រោះចេះច្បាប់រៀងខ្លួនអស់ហើយអានេះសូមជម្រាបអញ្ចឹងបើសិនណាជាយើងអនុវត្តមិនបានទេបែរជាផ្ទុយពីសង្ឃៈធ្វើ5យ៉ាងម៉េចអត់យូរទេសន្លក់សន្លឹងគ្នាហើយគិតទៅ5យ៉ាងបើវាផ្ទុយហ្នឹងសន្លក់សន្លឹងនេះគិតឃើញថាយើងនៅរួមសុខនឹងគ្នាមក14ឆ្នាំហើយដោយសារយើងមានធម៌ទាំងអស់ឬក៏អាចខ្វះបន្តិចបន្តួចក៏មិនដឹងប៉ុន្តែបើមានខ្វះបន្តិចបន្តួចអាត្មាសំដែងប្រាប់ឲ្យបំពេញឲ្យគ្រប់5នៅម្នាក់ហ្នឹងទៅហ្នឹងជាពុទ្ធសាសនាតែបានទេញោមណាប៉ុណ្ណឹងយកមិនបានពេកឲ្យតទៅទៀតទេវានៅមានបញ្យលតវែងទេបើយប់ទៅហើយហ្នឹងប៉ុណ្ណឹងយកគិតឃើញថាញោមញាតពុទ្ធបរិស័ទអ្នកដែលត្រង់ត្រាប់ស្ដាប់សត្វតអ្នកមានបញ្ញាហើយមិនមែនអ្នកល្ងង់ទេទោះបីសំដែងមិនបានជារង្គៀយសេចក្តីឲ្យពឹសស្ដារក៏នៅតែយល់បានដែរអានឹងសំប៉ុណ្ណឹងចឹង